ពាក់ទំអត់ទេខ្ញុំច្រកមកពីពលានមកហ្នឹងពាក់មួកហ្នឹងត្រូវទេអូខេឃើញនេះចឹងយើងឡានពណ៌សនេះទៅនេះវិញលេចមកខាងនេះមកលេចមកអូខេឃើញនេះអូខេ Yeah, met him now. He's waiting here. Okay. And he will bring you to buy hat. Okay. Yeah. This a little bit. Okay, please follow him. Oh, Yeah. who is this guy? He's a guy. Yeah. Okay. បងខ្ញុំចាំអីណា ជួបគ្នាខាងកើតចូលវត្តហើយ អូខេអូខេ ខាងកើតហើយទៅតែព្រំម្ដង អូខេ តែព្រំបាយ័នខ្ញុំទុកតនេះ អូខេអូខេបាទ យកលើពីបងយកពីភ្នៀវ យកពីខ្ញុំ ពីបងហើយ បាទបាទ បងឯងនាំគាត់ទិញមួកផងបងទិញមួកផងបើយកនាំគាត់ទិញមួកផងមួកអូខេបងបាទ Okay បាទមិញបានតម្លាក់ភ្ញៀវហើយបាទឥឡូវខ្ញុំត្រូវទៅចាប់ភ្ញៀវនៅខាងកើតខាងកើតកវត្តបាទពេលដែលភ្ញៀវគាត់ទស្សនាហើយគាត់ចេញទៅទិសខាងកើតបាទហើយបន្ទាប់មកទៀតយើងទៅមើលទឹកព្រំឥឡូវម៉ោង9 កន្លះហើយបាទ9 កន្លះហើយភ្ញៀវគាត់អត់សូវមានសក់ដល់ពេលអញ្ចឹងគាត់ទៅកាត់ទិញមួកអញ្ចឹងមិញជំរាបបងកាយហើយគាត់ជូនទៅទិញមួកបាទគាត់មកពីប្រទេសប៉ូឡូអញ្ចឹងនៅប្រទេសប៉ូឡូជាក់បាទដល់យើងក្តៅចូល40 30ក្រេហើយគាត់ទៅការមួកដើម្បីរក្សាកុំឲ្យក្តៅឡើងពេកបាទភ្ញៀវតែម្នាក់ទេបាទតែម្នាក់ទេគាត់មកពីប្រទេសប៉ូឡូគាត់ធ្វើដំណើរពីភ្នំពេញមកដល់ភ្លាមបាទមាន driver ពីភ្នំពេញមកតម្លាក់មកជួបខ្ញុំហ្នឹងហើយខ្ញុំក៏ចាប់ផ្ដើមរៀបចំបាទរៀបចំកាយរៀបចំអីគាត់ទៅដល់គាត់ទិញសបុត check អីអស់ហើយបានច
ចេញដំណើរមកប្រាសាទកវត្តអញ្ចឹងគាត់អត់មានពេលវេលាច្រើនទេគាត់មើលបានតែ3ប្រាសាទទេបាទគឺប្រាសាទធំបាទហើយប្រាសាទតែស្អាតប្រាសាទអង្គរវត្តបាទតាព្រំហើយនឹងបាយ័នបាទហើយគួយក្បែរខាងនេះស្អីស្អាតសន្តិសុខខាងយាមកប៉ុន្តែស្អាតកំពុងងុយដេកផងឃើញស្អីស្អាតទេស្វាងទៅមួយយ៉ាងដែរណាស្អីស្អាតអាចឲ្យយើងបាត់ងុយបានអូខេចាញ់គាត់តែនិយាយលេងបាទឥឡូវយើងដល់កសិនណាកសិនរបស់អង្គរវត្តអង្គរវត្តមានកសិនបោះសងខាងហើយឆ្ពោះដំណើរទៅទិសខាងកើតបាទពីព្រោះអង្គរវត្តបានកសាងមកមុខរបស់ប្រាសាទអង្គរវត្តគឺបែរទៅខាងលិចបាទអញ្ចឹងភៀវចូលមើលពីទិសខាងលិចហើយចេញទៅទិសខាងកើតដើម្បីងាយស្រួលបាទងាយស្រួលទស្សនាផងហើយងាយស្រួលយើងនៅ driver អ្នក pick up ផងស្រួលដែរអញ្ចឹងដូចចាស់បុរាណហ្នឹងរៀបចំ3គ្រប់យ៉ាងដូចជាការដឹងទុកគ្រប់យ៉ាងទាំងអស់ពីមុនមកព្យាករឲ្យបាទអ្នកប្រាជ្ញព្យាករឲ្យអីទៅមិនអីមិនបាទព្យាករអូខេគិតអរ៉ៃកោមកបាទយកឡើងសម្បូរពេញអង្គុយលេងនេះអង្គុយលេងសងចំងពេញក្មេងបាត់កូនបាត់អី10000នេះមកឃើញហើយពេលខ្លះបាត់ខ្ញុំបាច់មករកទេនេះហើមឃើញទេខ្ញុំទៅកន្លែងពូនអត់មានមកនៅកណ្ដាលវាចឹងទេដល់ហើយអូខេដល់ហើយយើងមកផ្សារកោវត្តយើងប្រយ័ត្នប្រយែងតិចព្រោះសម្បូរស្វាហ្នឹងហើយស្វាវាអត់ចង់ធ្វើអីយើងទេបើយើងប្រហែសវាយកឲ្យបានយើងហ្នឹងហើយយើងកុំប្រហែសហ្នឹងនេះមិនចូលស្រុកនេះឲ្យបាទចូលទៅខាងនេះអូខេចូលខាងនេះមកស្រួលតិចមួយគាត់ត្រូវអង្គុយកន្លែងណាតិចខ្ញុំស្រឡាញ់កោវត្តស្រឡាញ់ផ្លែឈើស្រឡាញ់ធម្មជាតិស្អាតហ្នឹងហើយស្រឡាញ់ I love សៀមរាបអូខេដាក់បត់តាមមកអូខេដល់មក